Ok, tôi sẽ đây bằng bộ tỏ khía trong văn đại thì visual. Cái này trong nâng với cả bằng hai bằng bộ nó biết để dưỡng create label được ra cam thì chúng ta Rufus. Nâng này, cảm ơn KP bằng bộ dưỡng để chúng mình nhầm được này. Thì mỗi cứ bằng bộ tới tụi mình cam thì Rufus. Thì pi cứ bằng bộ tới tụi mình file Windows ISO. Hay ở trong cam thì Rufus bằng bộ ai download free bán bằng bộ chọn trong website. Rồi hai bằng bộ vay biệt thá Rufus. Ok, ta phải năng bằng bộ chơi rơi vô Rufus cả lại này mà. Năng là tập mà tiếp những scroll một hàng crown đấy năng những ai download nè Windows hoặc một bit đấy miền pi này thì mới cứ chia standard dương dọc vừa mà prao đó là mới chỉ portable bóc on ai rồi dọc môi trên hàng pin nó môi na các bạn đấy thở bạn đi kia ok cho bạn bóng on click download được hái bóng on tới download Windows ISO mình bắt đầu ưu thọ mà bóng trong ban này kì Windows môi na chẳng na ưu thọ để nhóm trong download Windows 7 này chẳng cho ok em sai biệt tha Windows 7 download chẳng mau về đằng miến website mình extra và vào bộ download hiện tại được trênนี้shield.orgนี้ก็ជាប្រភពនៃ file នៅលើ internet ដែរចឹងបងប្អូនចូលក្នុងហ្នឹងមកrồi thấyយើងអាចចាប់ដើម select download វាបាននេះក្នុងនេះវាមាន Windows 32 bit ឬក៏61 bit អីចឹងទៅបងប្អូន download តាមជាក់ស្ដែងទៅឬក៏មិនចង់ចូលតាមហ្នឹងទេបងប្អូនអាចចូលទៅក្នុង website មួយឈ្មោះថា getintopc.com ក៏បានអូខេនេះ getintopc.com បងប្អូនចូលមកហ្នឹងហើយបងប្អូនចង់បានអីគេ Windows 7 អីចឹងទៅបងប្អូនបាយតែ Windows 7 កន្លែង search ហ្នឹងមកបងប្អូននឹងឃើញនេះសិត file Windows ទាំងអស់ដែលនៅក្នុងនេះយើងអាចយក download យកប្រើបាន free អូខេតើបងប្អូន download នៃ Windows 7 ក៏ដូចជា Rufus រួចរាល់ហើយតោះយើងចាប់តាមបងប្អូនទីមួយបងប្អូនទៅចូលមកក្នុង file មួយនេះ Rufus នេះអូខេបន្តមកទៀតនៅកន្លែងនេះវាមានឲ្យពាក្យថាយើង select កន្លែងនេះគេ select យក Windows ISO របស់យើងនេះដូចជាក់ស្ដែងខ្ញុំមាន Windows ISO របស់ខ្ញុំនៅលើ desktop ចឹងទៅអញ្ចឹងខ្ញុំអាចទៅ select បានខ្ញុំចូលនៅលើ desktop នេះឬហើយខ្ញុំ select យក Windows ISO Windows 7 ISO អូខេខ្ញុំ open ហ្នឹងហើយបន្តមកទៀតកន្លែងនេះគឺជាចំណុចសំខាន់ដែលបងប្អូនត្រូវទៅចាំនៅក្នុងនេះគឺមាន2ទី1គឺ GPT ទី2គឺ MBR កន្លែងនេះវាពាក់ព័ន្ធជាមួយនឹងប្រភេទ BIOS នៃម៉ាស៊ីនរបស់យើងដែលខ្ញុំនឹងប្រាប់បងប្អូននេះ BIOS មាន2ប្រភេទសម្រាប់ Windows ណាទី1គឺ UEFI ដែលភាគច្រើនស្គាល់ជាមួយនឹងប្រភេទម៉ាស៊ីនថ្មីពពួក series laptop ថ្មីឬក៏software update ថ្មីអីហ្នឹងភាគច្រើនគឺពាក់ព័ន្ធជាមួយនឹង UEFI ទាំងអស់ BIOS របស់វាហ្នឹងហើយ legacy នេះភាគច្រើនជាមួយនឹងពពួក old laptop ចាស់ series ចាស់ desktop series ចាស់អីចឹងទៅហ្នឹងហើយងាយខ្លីងាយយល់សំពយល់តែប៉ុណ្្នឹងទេអញ្ចឹងចំណុចមួយនេះដែលបងប្អូនត្រូវចាំគឺ GPT និង MBR នេះដែល GPT នេះគឺស្មើជាមួយ UEFI នេះអូខេខ្ញុំសុំសរសេរបន្តទៅនេះគឺ GPT បើសិនជាម៉ាស៊ីនបងប្អូន support ជាមួយនឹង UEFI បងប្អូនជ្រើសយក GPT ទៅហើយបើសិនជាម៉ាស៊ីនបងប្អូន support ជាមួយ Legacy បងប្អូនជ្រើសយក MBR អូខេអញ្ចឹងសង្ឃឹមថាបងប្អូនមិនច្រឡំទេហើយបើសិនជាបងប្អូនអត់ដឹងថាយើងទៅមើល BIOS ម៉ាស៊ីនយើងមិនអូខេងាយទេបងប្អូនចូលមកក្នុងហ្នឹងមកចូលក្នុងកន្លែង search bar របស់ Windows យើងហើយបងប្អូនសរសេរពាក្យថា system information ហ្នឹងហើយ system information យើងចូលមកក្នុងហ្នឹងមករួចហើយយើងត្រូវរកពាក្យថា BIOS mode នេះទីម៉ាស៊ីនខ្ញុំចឹងគឺ legacy អូខេអញ្ចឹងបើសិនជាខ្ញុំចង់ boot យកម៉ាស៊ីនរបស់ខ្ញុំអញ្ចឹងខ្ញុំជ្រើសរើសយក legacy មក MBR ហ្នឹងហើយកន្លែងសំខាន់ជាងគេគឺកន្លែងហ្នឹងហើយបងប្អូនត្រេចតាមមួយហ្នឹងមកគឺអូខេហើយអាច start ទៅបានហើយកន្លែងមួយនេះយើងអត់ចាំបាច់ខ្វាយខ្វល់ទេពេលយើងរើសយកកន្លែងនេះនឹងដូរដល់ automatic អូខេហើយកន្លែងនេះវិញគឺ volume label កន្លែងយើងដាក់ឈ្មោះអីដាក់ទៅឧទាហរណ៍ខ្ញុំដាក់ថា Windows 7ហ្នឹងសូមបញ្ជាក់មួយទៀតបងប្អូនពោះកន្លែងនេះគឺ USB flash របស់យើងណាយើងដោតវា complete ពិនិត្យមើល USB flash របស់យើងផងជៀសវាងពេលថាយើងមាន USB flash មួយឬក៏ពីរអញ្ចឹងទៅយើងអាចនឹង select វាខុសអញ្ចឹង select ឲ្យត្រូវមក USB flash មួយណាដែលបងប្អូនចង់ដាក់គឺ select តាមមួយហ្នឹងមក
ចឹងបន្ទាប់ពីយើងរួចរាល់ complete អស់ហើយយើង start វាមកអូខេអញ្ចឹងវាប្រាប់យើង warning all data one device no label 16G នេះនឹងត្រូវ destroy ន័យថារាល់ឯកសារទាំងអំបាលដែលខ្ញុំ store ទុកទៅលើ flash របស់ខ្ញុំហ្នឹងនឹងត្រូវបានកំទេចចោលទាំងអស់អញ្ចឹងខ្ញុំអត់មានអីនៅក្នុងហ្នឹងទេខ្ញុំនឹងអូខេទៅហ្នឹងហើយបងប្អូនយើងរងចាំវាបន្តិចទៅវានឹង complete ឲ្យយើងហើយអូខេឥឡូវហ្នឹង flash boot របស់យើងធ្វើរួចរាល់ហើយអញ្ចឹងយើងអាចដកវាទៅប្រើប្រាស់បានហើយអូខេអញ្ចឹងយើងដកវាមកប្រើប្រាស់ក៏យើង close វាមកហ្នឹងហើយរួចហើយយើង eject USB មួយហ្នឹងយកទៅប្រើប្រាស់បានហើយអូខេ